សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះចង់បង្ហាត់បង្រៀនដល់បងប្អូនចង់ហាត់យកតឡាំងសាច់ដៃខាងមុខហើយនិងកដៃបងប្អូនត្រូវតែពេលមុនហាត់ប្រាណបងប្អូនត្រូវតែញ៉ាំអីមុនកន្លះម៉ោងមកឬក៏20នាទីមកចាំពេលមកដល់យើងដល់ក្លឹបយើងចាប់ផ្ដើម for up កម្ដៅសាច់ដុំឲ្យវាក្ដៅឬក៏ដើរម៉ាស៊ីនឬក៏ថាក់កង់ដើម្បីឲ្យវាមានចលនាលើសាច់ដុំខាងយើងឲ្យវាមានជាតិកម្ដៅកុំឲ្យវាត្រជាក់កាលណាត្រជាក់ពេលយើងហាត់ទៅវាអត់សូវឡើងលើសាច់ដុំយើងអញ្ចឹងខ្ញុំចែករំលែកនេះគឺចង់ឲ្យបងប្អូនហាត់យកដូចក្នុងវីដេអូនេះអញ្ចឹងបងប្អូនបើចង់បានលើសាច់ដុំដៃខាងមុខហើយនិងកដៃអញ្ចឹងបងប្អូនត្រូវតែផ្ដោតទៅលើសាច់ដុំខាងមុខនិងកដៃបងប្អូនត្រូវតែឈរទប់ដងខ្លួនលំនឹងឲ្យជាប់លុកឲ្យជាប់ហើយបងប្អូនផ្ដោតទៅលើដៃខាងក្រោមលើកមកលើមកប៉ុន្តែបងប្អូនត្រូវតែផ្ដោតទៅលើសាច់ដុំដៃមុខផងការហាត់នេះបងប្អូនត្រូវតែដកដង្ហើមចេញចូលកុំផ្ទប់ដង្ហើមកាលណាយើងផ្ទប់ដង្ហើមពេលយើងលើកវាឆាប់ហត់ខ្លាំងចលនាចង្វាក់បេះដូងក៏វាអត់សូវស្រួលដែរទី2បងប្អូនត្រូវតែលេងមួយក្បាច់ទៅ12ដងទៅ15ដងឬក៏20ដងអញ្ចឹងយើងលេងនេះគឺផ្ដោតទៅលើសងខាងលើកសងខាងមកដើម្បីយើងលេង20ដងទៅ15ដងលើកមួយមកខាងមួយគឺវាជួយទៅលើសាច់ដុំយើងឡើងលឿនល្អទៀតបើសិនជាបងប្អូនលើកម្ដង2វាសាច់ដុំវាអត់សូវឡើងល្អទេហើយវារៀងហត់ជាងយើងលើកដៃមួយទៀតអញ្ចឹងខ្ញុំចង់រំលែកនេះគឺបងប្អូនត្រូវតែអនុវត្តមើលតាមវីដេអូនេះបានហើយខ្ញុំចាំធ្វើវីដេអូតាមក្រោយទៀតខ្ញុំនឹងជូនបងប្អូនអ្នកនរគ្នាដែលគាត់ចង់ហាត់លើសាច់ដុំដៃមុខហើយនិងកដៃហើយការវឹកហាត់បងប្អូនត្រូវតែញ៉ាំអាហារទៀងពេលផងបើសិនតែយើងញ៉ាំអាហារអត់ទៀងពេលអត់ហូបរបស់សាច់ជីប្រូតេអ៊ីនទេទោះយើងហាត់យ៉ាងណាក៏វាសូវឡើងសាច់ដុំដែរបងប្អូន